រាសីមនុស្សដែលកើតចំឆ្នាំរោការនៅក្នុងខែធ្នូខែ12គឺមើលឃើញថានៅតែមានសកម្មភាពនិងភាពតានតឹងដូចខែ11អញ្ចឹងតួរាសីគឺមិនខុសគ្នាពីខែ11ប្រមាណទេហើយក៏ក្នុងនោះនឹងមានផលសំណាងល្អចូលមកកាន់ជីវិតផងដែរបងប្អូនមនុស្សកើតឆ្នាំរោការគឺហត់នឿយលំបាកខ្លាំងណាស់ជាពិសេសគឺជាមនុស្សស្រីតែម្ដងភាគច្រើនគឺជាមនុស្សស្រីអភ័ព្វភាគច្រើនគឺជាមនុស្សស្រីដែលមេម៉ាយ ភាគច្រើនគឺជាមនុស្សស្រីដែលចិញ្ចឹមបីបាច់កូនតែម្នាក់ឯងដែលគ្មានប្តីយកចិត្តឯមនុស្សប្រុសវិញគឺជាមនុស្សប្រុសដែលតស៊ូអត់ធ្មត់នឹងការលំបាកហើយមិនងាយទទួលបាននូវភាពជោគជ័យទេហត់នឿយច្រើនណាស់ស្ទើរតែមួយជីវិតមនុស្សដែលកើតចំឆ្នាំការរបស់មនុស្សប្រុសវិញគឺទាមទារឲ្យស្គាល់នៅភាពជឿចាប់គ្រប់បែបយ៉ាងតែម្ដងអញ្ចឹងបងប្អូនចង់ដឹងដែរទេថាមនុស្សដែលកើតចំឆ្នាំរោកានៅក្នុងខែ12ខែធ្នូតើមានរឿងហេងអីខ្លះរឿងឆុងរឿងអាក្រក់អីខ្លះមកកាន់ជីវិតបងប្អូនកុំភ្លេចតាមដាននៅវីដេអូមួយនេះរហូតទៅដល់ចប់បងប្អូនខ្ញុំសូមជម្រាបជូនថាអំពីមនុស្សដែលកើតចំឆ្នាំរោកាមិនថាប្រុសមិនថាស្រីទេលំបាកហត់នឿយច្រើនតស៊ូនឹងជីវិតស្ទើរតែឆ្នាំផ្សេងគ្មានឆ្នាំណាលំបាកដូចឆ្នាំរោកានេះទេមនុស្សដែលកើតចំឆ្នាំរោកាភាគច្រើនគឺអភ័ព្វណាស់គឺវេទនាផ្លូវចិត្តផ្លូវកាយណាស់តែជីវិតហេតុអីបានវេទនាជាងគេគ្រប់ឆ្នាំអញ្ចឹងមនុស្សកាត់ឆ្នាំរកាគឺត្រូវតែចងចាំខ្លួនឯងថាគ្រប់បែបយ៉ាងទាំងអស់យើងជាមនុស្សម្នាក់ដែលចូលចិត្តចែកម្លែកនូវសេចក្តីល្អយ៉ាងណាក៏ដោយចុងក្រោយនៃជីវិតយើងពេលដែលយើងធ្លាក់ខ្លួនគឺសូម្បីតែបងប្អូនសាច់ញាតិមិត្តភ័ក្តិដែលស្និទ្ធស្នាលពីមុនក៏លែងមានដែរអញ្ចឹងធ្វើឲ្យមនុស្សកាត់ឆ្នាំរកាគឺមានអារម្មណ៍តុកសិចមែនតែនគេហៅថាអារម្មណ៍ធុញថប់និងអារម្មណ៍មួយដែលជួបប្រទះទៅលើរឿងខកចិត្តគ្រប់បែបយ៉ាងស្ទើរតែមិនទុកចិត្តទៅលើខ្លួនឯងទៀតផងអញ្ចឹងត្រង់ហ្នឹងបងប្អូនគួរតែកត់ចំណាំខ្លួនឯងមរកឆ្នាំម្ការោមមនុស្សស្មោះសរនឹងជីវិតមួយអត់មានទេមិនថារឿងរ៉ាវជាមួយនឹងមិត្តភាពមិនថារឿងរ៉ាវជាមួយនឹងដៃគូស្នេហាទេហើយសូម្បីតែក្នុងក្រុមគ្រួសារទៀតនោះក៏គ្មានអ្នកយល់ចិត្តផងដែរអញ្ចឹងបើនិយាយអំពីរឿងរ៉ាវជីវិតគឺវេទនាបែបហ្នឹងក៏ប៉ុន្តែនៅក្នុងជីវិតនោះក៏មានសំណាងផ្ទុះកើតឡើងដែរដូចជាពេលដែលយើងចាប់ដៃគូត្រូវមុននឹងបែកបាក់លែងលះគ្នាក៏យើងនៅសល់ទ្រព្យសម្បត្តិបន្លាយដែរឬក៏ពេលដែលយើងធ្លាក់ខ្លួននៅតែមានអ្នកមកចាំជួយយើងនៅតែមានអ្នកមកជួយបំរុងបំរុងយើងក៏នៅតែពឹងពាក់មនុស្សដទៃផ្សេងទៀតបានក៏ប៉ុន្តែគ្រាន់តែមានដែនកំណត់តែប៉ុណ្្នឹងឯងមនុស្សដែលកាត់ឆ្នាំរកាគឺអត់ដាច់ពោះអត់ដាច់បាយស្លាប់ទេតែតែមានតេតក់ដើម្បីរស់តទៀតអញ្ចឹងត្រង់ហ្នឹងត្រូវតែធ្វើជីវិតមនុស្សកាត់ឆ្នាំរកាតស៊ូតែម្ដងបងប្អូនខ្ញុំសូមជម្រាបប្រាប់អំពីទស្សនវិជ្ជាទូទៅអំពីមនុស្សដែលកាត់ចំឆ្នាំរកាអញ្ចឹងមនុស្សកាត់ឆ្នាំរកាទស្សនវិជ្ជាទូទៅបើនិយាយរឿងការងាររបស់គាត់នៅក្នុងខែ12គឺមានលក្ខណៈសម្ពាធតានតឹងរហូតទៅដល់60%ទៅ70%អញ្ចឹងលក្ខណៈតានតឹងនៅក្នុងការងារអាចនឹងថាការងារច្រើនស្មុគស្មាញច្រើនអាការគិតដោះស្រាយនោះតដោះស្រាយចេញទេវានៅតែជាបញ្ហានៅឡើយទេអញ្ចឹងចំណុចត្រង់ហ្នឹងវាធ្វើឲ្យយើងរាំងស្ទះនៅការងារយើងទទួលគេហៅថាខុសត្រូវនឹងការងារហ្នឹងវាគេហៅថាអត់គ្រប់ជ្រុងជ្រោយហើយក៏កើតជាកំហុសអញ្ចឹងយើងនឹងមានភាពស្ដីបន្ទោសពីថ្នាក់លើយើងនឹងមានភាពច្បុកច្បល់ក្នុងការងារយើងធ្វើអីធ្វើនោះមិនទាន់ចាប់នេះចាប់នោះមិនទាន់អញ្ចឹងត្រង់ហ្នឹងគឺពិបាកមែនតើសម្រាប់មនុស្សកាន់ចាំឆ្នាំរកាទាំងប្រុសទាំងស្រីតែម្ដងហើយបើនិយាយអំពីក្នុងខែ12អាចនឹងថានៅក្នុងការងារគឺនឹងមានមនុស្សជាច្រើនហ្មងនិយាយអាក្រក់ពីយើងហើយគេចង់ឲ្យយើងនឹងផ្ទុះកំហឹងផ្ទុះកាត់ឡើងក្នុងកន្លែងការងារអញ្ចឹងទៅអញ្ចឹងបងប្អូនគួរតែរៀនរក្សាភាពស្ងៀមស្ងាត់ឬក៏រៀបចំវត្ថុកាត់ឆុងវត្ថុមង្គលពាក់ប្រចាំខ្លួនទៅដូចកម្មខ្សែដៃដូចបតោខ្សែកដែលយើងពាក់អញ្ចឹងទៅយើងនឹងមានលក្ខណៈហេងនិងមានលក្ខណៈដែលសំណាងល្អចូលមកកាន់ជីវិតយើងវិញអញ្ចឹងយើងធ្វើតិចតួចទៅដើម្បីយើងថាកាត់ឆុងប្រចាំខ្លួនកម្មខ្សែដៃពាក់ទៅត្រូវធៀបទៅតាមថ្ងៃខែឆ្នាំកណ្ដាលទៅអញ្ចឹងរឿងហេងចូលមកជីវិតយើងវិញហើយអំពីរឿងរ៉ាវរ៉ាស៊ីវិញឃើញថាការរ៉ាស៊ីបងប្អូននឹងមានគេហៅថាភាពតឹងណាវាតឹងដែរក៏ប៉ុន្តែតឹងវាមានដែនកំណត់ដូចគ្នាដែរវាមិនមែនតឹងរើអីមកស្កាក់មកសេនអត់បានទេហៅបានក៏ទៅវិញលុយចូលក៏ទៅវិញមានន័យថាលុយដែលយើងរកបាននេះប្រហែលយើងបែបទៅជាចំណាយទៅវិញអញ្ចឹងមានន័យថាលុយរើបានអត់សល់អញ្ចឹងក្នុងការរ៉ាស៊ីគឺបែបនឹងឯងទៅមិនសល់ទេហើយលក្ខណៈថាអាចនឹង
ជួបប្រទះទៅលើរឿងរ៉ាវដែលខកបំណងទៅលើរឿងរ៉ាវស៊ីមានគេជាពាក់មានគេចូលមកជីវិតរបស់យើងរឿងលុយកាក់ហ្នឹងចូលមកទិញអីយើងទៅក៏ខ្វះខាតលុយចឹងទៅអញ្ចឹងវាធ្វើឲ្យយើងមានរឿងរ៉ាវជាច្រើនដែលត្រូវជួបប្រទះនៅក្នុងការរកស៊ីការរាំងស្ទះហើយអ្នករកស៊ីភាគច្រើនដូចយើងអញ្ចឹងក៏គេបែងជើងបែងកំណត់យើងហើយក៏គេតែងតែមុបកាច់កំហុសរបស់យើងឬក៏ធ្វើផ្លូវល្ងិតដាក់យើងតែម្ដងនៅក្នុងខែ12ហ្នឹងជាងបងប្អូនគួរតែប្រយ័ត្នប្រយែងមែនតើបើសិនជាបងប្អូនជាអ្នករកស៊ីហើយអំពីទស្សនវិជ្ជានៅក្នុងក្រុមគ្រួសារគឺមើលឃើញថាមនុស្សកាត់ឆ្នាំការក្នុងខែ12នៅតែគ្មានអ្នកយកចិត្តយកថ្លើមអញ្ចឹងកណ្ដោយកណ្ដែងឯកាឯកោតែម្នាក់ឯងហើយស្វែងរកអ្នកយកចិត្តហើយក៏នៅតែមិនជួបទៀតឪពុកម្ដាយក៏មិនយល់ចិត្តអាយើងជាកូនជាម្ដាយឪពុកកូនចៅក៏អត់យល់ចិត្តនិយាយទៅវាលក្ខណៈតែឯងអញ្ចឹងក្នុងគ្រួសារហើយអាចនឹងមានមាត់តូចមាត់ធំក្នុងគ្រួសារទៀតនៅក្នុងខែ12ហ្នឹងអញ្ចឹងគឺគួរតែប្រយ័ត្នមែនតើអំពីពាក្យសម្ដីគួរតែរៀននិយាយពាក្យផ្អែមល្ហែមឲ្យបានច្រើននៅក្នុងការរស់នៅក្នុងខែ12អញ្ចឹងបើយើងបានធ្វើរឿងល្អឲ្យខុសពីខែ11ទេអញ្ចឹងជីវិតយើងនឹងជួបប្រទះទៅលើរឿងរ៉ាវដែលជាក់ស្ដែងគឺត្រូវឆ្លោះគ្នាឬក៏មានមាត់កមាត់តូចមាត់ធំហ្នឹងដូចនៅក្នុងខែ12អញ្ចឹងនឹងធ្វើឲ្យជីវិតបងប្អូនកាឆ្នាំការគឺមានអារម្មណ៍មួយថាអត់សប្បាយរីករាយទេកាន់តែមានសម្ពាធតានតឹងកាន់តែខ្លាំងហើយអំពីរឿងរ៉ាវហិរញ្ញវត្ថុហៅទៅលុយកាក់ដែលរកស៊ីវិញគឺមើលឃើញថាការរកស៊ីលុយកាក់ហ្នឹងគឺមានភាពតឹងដូចគ្នាដែរហើយលុយកាក់ដែលយើងរើបានដែលយើងត្រូវទុកម្ដងក៏វាអស់ទៅវិញដូចខ្ញុំជំរាបប្រាប់ដូចជាការរកស៊ីអញ្ចឹងគួរតែប្រយ័ត្នហើយគួរតែដកលុយមួយចំណែកតូចបំរុងទុកនៅក្នុងការការពាររឿងរ៉ាវណាដែលយើងត្រូវចាយវាយចាំបាច់ដូចជាចាយទៅលើសុខភាពចាយទៅលើរឿងរ៉ាវណាដែលយើងចាំបាច់ពិសេសបំផុតអញ្ចឹងពេលដែលរាសីយើងធ្លាក់ចុះអាចនឹងថាគ្រប់យ៉ាងនៅហត់មកហើយយើងជាពិសេសគឺរឿងអវិជ្ជមានគេហៅថារឿងឆុងនឹងតែម្ដងអញ្ចឹងនឹងធ្វើឲ្យបងប្អូនដែលកើតចំឆ្នាំរកាហ្នឹងគឺត្រូវរាំងស្ទះនឹងលុយកាក់ហើយអំពីរឿងរ៉ាវស្នេហាវិញអញ្ចឹងរឿងរ៉ាវស្នេហាបងប្អូនដែលកាត់ឆ្នាំរកាគឺគួរតែប្រយ័ត្នមែនតើបើសិនជាប្តីជាប្រពន្ធគួរតែតอมសម្ដីរៀងខ្លួនប្រយ័ត្នមិនចេះតอมសម្ដីគឺមានលក្ខណៈឆ្លោះគ្នាខ្លាំងហើយមិនឈានចូលទៅដល់ការលីលះភ្លាមទេគាត់ថាពីតឹងសរសៃកដាក់គ្នាមើលមុខគ្នាមិនចំចិត្តតែចង់បែកចេះតែចង់លែងគ្នាអញ្ចឹងទៅក៏ប៉ុន្តែមិនតន់ដាច់ស្រេចនៅក្នុងខែ12ហ្នឹងទេអញ្ចឹងកត្តាហ្នឹងក៏ត្រូវតែប្រយ័ត្នមែនតើបងប្អូនកុំលេងសើចសោះហើយអំពីរឿងរ៉ាវស្នេហាជាដៃគូសង្សារក៏មិនខុសពីអ្នកដែលមានស្វាមីភរិយាជាប្តីប្រពន្ធដូចគ្នាដែរហើយអ្នកដែល single អាចនឹងខ្ទង់60%គឺជួបមនុស្សបោកប្រាស់ផ្លូវចិត្តផ្លូវកាយផ្លូវភេទយ៉ាងទៅហើយ40%ទៀតអាចនឹងជួបមនុស្សដែលប្រកបប្រជានឹងជីវិតយើងអញ្ចឹងបងប្អូនអាចស្វែងរកដៃគូស្នេហាបាននៅក្នុងខែ12ហ្នឹងបើសិនជាបងប្អូនចង់ចាប់ដៃគូស្រឡាញ់គ្នាហើយអំពីរឿងរ៉ាវសុខភាពគឺមើលឃើញថាមនុស្សដែលកើតចំឆ្នាំរកានេះគឺមានសុខភាពមួយដែលគេហៅថាម្ដងឈឺម្ដងជាក៏ប៉ុន្តែការដែលគាត់ឈឺនឹងមិនមែនឈឺធ្ងន់ធ្ងរទេឈឺប្រចាំកាយដូចមនុស្សទូទៅចឹងទៅណាឈឺក្បាលឈឺពោះឈឺចង្កេះឆ្អឹងខ្នងចឹងទៅដូចមនុស្សទូទៅចឹងរយករយចឹងទៅអញ្ចឹងលក្ខណៈហ្នឹងហើយធ្វើមនុស្សកាត់ឆ្នាំរកាគឺមានសុខភាពម្ដងជាម្ដងអត់ជាចឹងគួរតែជៀសវាងសុខភាពល្អហាត់ប្រាណមួយថ្ងៃឲ្យបានកន្លះម៉ោងទៅ1ម៉ោងទៅឬក៏បងប្អូនដែលកាត់ចំឆ្នាំរកាញ៉ាំរបស់របរណាដែលជំនួយដល់សុខភាពដែលធ្វើឲ្យសុខភាពខ្លួនឯងរឹងមាំនិងធ្វើឲ្យខ្លួនឯងហ្នឹងទទួលបានសុខភាពល្អរឿងហេងគេចូលមកកាន់ជីវិតយើងដូចគ្នាដែរអញ្ចឹងចំណែកឯរឿងរ៉ាវលេខសំណាងពណ៌សំណាងទិសសំណាងខ្ញុំនឹងជំរាបជូនបងប្អូននៃការឆ្នាំបកាឲ្យផ្ទុះលៀបនិងហេងទៅតាមអ្វីដែលយើងរៀបចំបានខ្ទង់ចន្លោះពី30ទៅ50%ផងដែរនៅក្នុងជីវិតបើសិនជារៀបចំបានត្រូវនៅក្នុងខែ12ហ្នឹងអញ្ចឹងបងប្អូនខ្ញុំសូមជំរាបជូនបងប្អូនថាអំពីមនុស្សដែលកើតចំឆ្នាំថោះសុំទោសកើតចំឆ្នាំរកានៅក្នុងខែ12ខែធ្នូហ្នឹងគឺបងប្អូនគួរតែប្រើប្រាស់លេខ779លេខ779គេហៅថាលេខប្រយុទ្ធយកជ័យជំនះនិងអំណាចនៅក្នុងការរស់នៅនិងការរកស៊ីនៅក្នុងជីវិតតខ្លួននៅក្នុងខែ12ហ្នឹងអញ្ចឹងបងប្អូនអាចប្រើប្រាស់លេខ779បានបងប្អូនអាចយកលេខហ្នឹងទៅសម្រេចចិត្តនៅក្នុងការបើកអាជីវកម្មរកស៊ីបើកកន្លែងលក់ដូរអញ្ចឹងអាចយកលេខ7ជាថ្ងៃ7ទៅលេខ9ជាថ្ងៃ9អញ្ចឹងទៅហើយបងប្អូនអាចយកលេខទាំងអស់ហ្នឹងទៅសរសេរបិទនៅលើ
លើកុំព្យូទ័រទូរស័ព្ទដៃហ្នឹងទៅឬក៏ប្រើប្រាស់លេខទូរស័ព្ទថ្មីដែលមានលេខហ្នឹងនៅក្នុងទូរស័ព្ទដៃមិនថាក្បាលថាកណ្ដាលថាកតុយទេឲ្យតែមានលេខសំណាងហ្នឹងឬក៏បងប្អូនចង់បង្កើតកងធនាគារសម្រាប់ Hershey នៅក្នុងខែ12ហ្នឹងគឺល្អសម្រាប់បងប្អូនដូចគ្នាដែរបងប្អូនអាចយកបានឬមួយទៀតលេខកតូលេខឡានចឹងទៅអញ្ចឹងយើងអាចរៀបចំទៅតាមជាក់ស្ដែងបានហើយសម្រាប់អំពីពណ៌សំណាងសម្រាប់មនុស្សដែលកើតចំឆ្នាំរោកានៅក្នុងខែ12បងប្អូនគួរតែប្រើប្រាស់ថ្មីឲ្យឈ្នះមាសទាំងអស់តែម្ដងគឺពណ៌ក្រហមខ្ចីក៏បានក្រហមចាស់ក៏បានឈាមជ្រូកក៏បានអញ្ចឹងគឺពណ៌ក្រហមនេះគឺជាតំណាងអាធាតុភ្លើងគឺដុតកម្លោចរឿងរ៉ាវអវិជ្ជមានទាំងឡាយនឹងផ្ដល់រឿងវិជ្ជមាននិងភាពអំណាចជឿជាក់និងគិតត្រឹមត្រូវនិងតំណងល្អមកកាន់ជីវិតបងប្អូននៃការចំឆ្នាំរោកាហើយពណ៌មួយទៀតគឺជាពណ៌បៃតងគឺជាពណ៌មួយដែលតំណាងឲ្យធាតុឈើគឺតំណាងឲ្យរឿងរ៉ាវលុយកាក់ទ្រព្យសម្បត្តិហូរចូលមកកាន់ជីវិតបងប្អូននៃការចំឆ្នាំរោកានៅក្នុងខែ12ហ្នឹងចូលបងប្អូនអាចប្រើប្រាស់បានដូចគ្នាហើយពណ៌មួយទៀតគឺជាពណ៌លឿងគឺជាពណ៌ស្ថិតស្ថេរឲ្យផ្លូវចិត្តផ្លូវអារម្មណ៍របស់យើងហ្នឹងគឺគិតទៅវាត្រឹមត្រូវសម្រាប់ចិត្តទៅត្រឹមត្រូវនៅក្នុងកិច្ចការងារណាមួយអញ្ចឹងបងប្អូនអាចប្រើប្រាស់ពណ៌ទាំងអស់ហ្នឹងជាមួយនឹងសម្លៀកបំពាក់ប្រចាំថ្ងៃផ្ទាល់ខ្លួនបងប្អូនជាមួយកម្រាលពុកគេយើងអាចដូរកម្រាលពុកកម្រាលយើងទៅពណ៌ទូរស័ព្ទដៃខេសទូរស័ព្ទដៃអញ្ចឹងទៅឬក៏បងប្អូនឆ្នៃទៅមិនបានលើតុបងប្អូនកម្រាលតុយើងធ្វើការរើស៊ីអីចឹងជួយដូរហ្នឹងបងប្អូនអាចប្រើប្រាស់ពណ៌ហេនឹងបានឬក៏ background នៅក្រោយខ្នងដែលខ្ញុំធ្វើការប្រចាំថ្ងៃនិយាយវីដេអូឲ្យបងប្អូនបានជ្រាបដឹងអំពីរាល់រាសីអីចឹងទៅក៏បងប្អូនអាចរៀបចំតាំងខ្ញុំបានដូចគ្នាដែរដើម្បីធ្វើខ្លួនយើងនោះផ្ទុះលៀបផ្ទុះចេញនឹងសំណាងល្អចូលមកកាន់ជីវិតហើយសម្រាប់អំពីរឿងរ៉ាវមួយទៀតបងប្អូនអាចថារៀបចំវត្ថុមង្គលដែលត្រូវពណ៌ធាតុយើងពាក់ប្រចាំខ្លួនទៅអញ្ចឹងក៏ហេងមកកាន់ជីវិតយើងផងដែរអញ្ចឹងរឿងពណ៌បងប្អូនអាចរៀបចំបែបធម្មតាបែបហ្នឹងតាមបែបធម្មជាតិបែបហ្នឹងដើម្បីទទួលបាននៅរឿងហេងហើយសម្រាប់អំពីទិសសំណាងវិញអញ្ចឹងទិសសំណាងខ្ញុំសូមជំរាបជូនថាមនុស្សដែលកើតចំឆ្នាំរកាអាចបង្វែរតុកធ្វើការកន្លែងរើស៊ីកន្លែងលក់ដូរកន្លែងគិតលុយនោះទៅទិសសំណាងទាំងអស់នឹងបានដោយសូមទាញធម៌ពលវិជ្ជមានចូលមកកាន់ជីវិតយើងអញ្ចឹងបងប្អូនអាចរៀបចំទិសខាងកើតគឺជាទិសជោគជ័យជាទិសមួយដែលរឹងមាំសម្រាប់មនុស្សដែលកើតចំឆ្នាំរកានៅក្នុងខែ12បងប្អូនអាចប្រើទិសហ្នឹងក្នុងការរើស៊ីក្នុងការកាត់លុយជួញដូរផ្សេងៗបានហើយទិសមួយទៀតគឺទិសខាងជើងគឺជាទិសដែលល្អសម្រាប់មនុស្សកើតចំឆ្នាំរកាដូចគ្នាដែរអញ្ចឹងគឺជាទិសដែលរុញច្រានឥទ្ធិពលរឿងលៀបរឿងចេញមកកាន់ជីវិតបងប្អូននៃការចំឆ្នាំរកាអញ្ចឹងបងប្អូនរៀបចំទិសហ្នឹងទៅបបាយក្បាលក្រែគេយើងបបាយក្បាលគេយើងទៅកាន់ទិសសំណាងទាំងពីរហ្នឹងទៅនឹងទទួលបានរឿងលៀបរឿងជ័យហើយអញ្ចឹងទិសសម្រាប់បងប្អូននៃការចំឆ្នាំរកាឆុងនៅក្នុងខែ12គួរតែប្រយ័ត្នកុំទៅស្វានដំកុំទៅទិញដីធ្លីកុំទៅទិញទ្រព្យសម្បត្តិណាដែលត្រូវបែរមកទៅឆុងហ្នឹងអញ្ចឹងខ្ញុំសូមជំរាបប្រាប់ថាទិសឆុងសម្រាប់មនុស្សការឆ្នាំរកាក្នុងខែ12គឺជាទិសខាងត្បូងអញ្ចឹងទិសត្បូងគេហៅថាទិសភ្លើងអញ្ចឹងអញថាបើយើងរៀបចំអត់ត្រូវទេវាធ្វើឲ្យខ្លួនយើងជីវិតយើងគឺមានអារម្មណ៍ថាឆេះមូម៉ៅក្តៅក្រហាយតែម្ដងវាខុសពីពណ៌សម្លៀកបំពាក់ដែលយើងត្រូវរៀបចំពាក់ជាប្រចាំថ្ងៃដើម្បីសុបទាញលៀបអញ្ចឹងទិសខាងត្បូងនោះបងប្អូនគួរតែប្រយ័ត្នកុំទៅស្វានដំបើសិនបងប្អូនមានផ្ទះមានបន្ទប់គេងមានកន្លែងណាដែលចំទិសត្បូងស៊ូនត្បូងនោះបងប្អូនគួរតែទុកទៅមិនបាច់ប៉ះពាល់ទេក្នុងខែ12អញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ចង់សាកសួរខ្ញុំបានបងប្អូនអាច comment ខាងក្រោមវីដេអូនឹងក៏បានតាក់ទងមកកាន់លេខ Telegram ខ្ញុំផ្ទាល់ក៏បានខ្ញុំនឹងជំរាបជូនរាល់សំណួររាល់បញ្ហាបងប្អូនចង់ដឹងនិងចង់ប្រឹក្សាជាមួយខ្ញុំសំទោសនិយាយទៅដិតបន្តិចថ្ងៃនេះអញ្ចឹងជាចុងក្រោយខ្ញុំបាទសូមអរគុណសូមគោរពលា